បាទសួស្តីប្រិយមិត្តទាំងអស់គ្នាមានវីដេអូថ្មីទៀតហើយបាទវីដេអូនោះគឺដែលបងប្អូនណាបាទគឺរបៀបដោះលេខកូដលើទូរស័ព្ទដៃមក Oppo បងប្អូនណាបាទហើយស៊េរីនេះ Oppo ដែរតែវា Oppo A55 បងប្អូនណាបាទចូលលេខកូដណាបាទអញ្ចឹងបងប្អូនមើលវីដេអូនេះហើយបងប្អូនអាចដោះបានស៊េរី Oppo គឺវាដោះដូចស្តៀងគ្នាបងប្អូនណាបាទអញ្ចឹងបើសិនជាបងប្អូនមើលច្រើនចេះច្រើនបងប្អូនណាបាទអញ្ចឹងយើងអត់ស្គាល់លេខកូដតែយើងវាយទៅវាជាប់នាទីអញ្ចឹងបងប្អូនណាបាទជាប់នាទីអញ្ចឹងបងប្អូនគេមានវិធីសាស្ត្រមួយទៀតយើងឆែកមើលតើវា model គេអញ្ចឹងបងប្អូនចុចកាយត្រង់ជ្រូក899ត្រង់ជ្រូកបងប្អូនណាឆែកមើល model វាអញ្ចឹងបាទហ្នឹងហើយបាទបងប្អូនហ្នឹងហើយអញ្ចឹងយើងវាយលេខកូដហ្នឹងទៅដើម្បីយើងស្គាល់ឈ្មោះថាទូរស័ព្ទហ្នឹងឈ្មោះអីបាទហើយ version ប្រមាណអញ្ចឹងយើងវាយហ្នឹងទៅអញ្ចឹងយើងនោះបងប្អូន CPH 23 25បងប្អូនណាបាទអញ្ចឹងយើងយក CPH 23 25ហ្នឹងយើងយកឆែកនៅក្នុង Google ទៅគឺវាប្រាប់ model យើង A55 បងប្អូនណាបាទហើយវា version 13បងប្អូនណាបាទអញ្ចឹងជាដំបូងឥឡូវយើងត្រូវបិទម៉ាស៊ីនសិនបងប្អូនណាបាទបិទម៉ាស៊ីនតមកបងប្អូនត្រូវប្រើប៊ូតុង2បាទប៊ូតុងសំឡេងដកខាងក្រោមមួយហើយនឹងជាមួយ power បាទប៊ូតុង power បាទនេះប៊ូតុង volume power នេះ volume បាទចេះជប់មាត់បាទនេះ volume ដកបងប្អូនណា volume ដកខាងក្រោមបាទ volume ដកខាងក្រោមនឹងមួយហើយនឹង power នៅខាងនេះបងប្អូននេះ power អញ្ចឹងយើងចុចទាំងពីរនឹងជាប់គ្នារហូតទូរស័ព្ទឆេះឡើងបានយើងប្រឡែងដៃបងប្អូនណាបាទអញ្ចឹងយើងចុចទាំងពីរឲ្យជាប់គ្នារហូតបងប្អូនណាបាទជួយជាប់រហូតហ្នឹងទៅបាទតមកបងប្អូនប្រឡែងបន្តិចមកវាលោតចូលកម្មវិធី reset សិនលើបងប្អូនណាបាទអ្នកបងប្អូនណាបាទវាចូលចឹងហើយបាទតើតើនឹង power តើតើនឹងសំឡេងបោកដកនេះបងប្អូនយើង select ទាញយកដាក់កម្មវិធីណាមួយចឹងណាបាទទាញឡើងមកក្រោមឡើងលើចឹងហើយ power គឺយើងអូខេបាទតើមកយើងយក English តើមកយើងយក format data បងប្អូនណាបាទដើម្បីយើងលុបកម្មវិធីចាស់នឹងទាំងលេខកូដទាំងអីយើងលុបចោលទាំងអស់មកណាបាទតើមកយើងបំពេញលេខកូដនេះបងប្អូនណាបាទអញ្ចឹងទូរស័ព្ទបងប្អូនវាបង្ហាញផ្សេងគ្នាបងប្អូនណាលេខកូដហ្នឹងណាអញ្ចឹងរបស់ខ្ញុំបង្ហាញផ្សេងបងប្អូនបង្ហាញផ្សឹងអញ្ចឹងយើងវាយលេខកូដនឹងចូលទៅវាលោតឲ្យយើង format បងប្អូនណាបាទ format អញ្ចឹងហើយបាទតើមកយើងចុច format ទៅតើមកយើងវា reboot ម៉ាស៊ីនវាបិទអូតូខ្លួនឯងអញ្ចឹងបិទឲ្យបើកវិញហ្នឹងបងប្អូនណាបាទអូខេទៅអញ្ចឹងវា restart បាត់ខ្លួនឯងបងប្អូនណាបាទអញ្ចឹងយើងរងចាំតិចទៅរងចាំវារៀបចំកម្មវិធីបាទកម្មវិធីថ្មីបងប្អូនណាបាទអញ្ចឹងវាលុបរបស់យើងកម្មវិធីចាស់អស់ហើយបងប្អូនណាបាទអញ្ចឹងតមកវាចេញត្រង់នេះបងប្អូនចាប់ផ្ដើម set up កម្មវិធីឡើងវិញបងប្អូនណាបាទហ្នឹងហើយអានេះយើងយក select ភាសាអីដែលបងប្អូនពេញចិត្តបងប្អូនដាក់ភាសាហ្នឹងទៅខ្ញុំដាក់ភាសាអង់គ្លេសអញ្ចឹងបងប្អូនណាបាទហើយយើងនិចរហូតអញ្ចឹងបងប្អូនណាបាទនិចបាទនេះយើងគ្រីសទាំង3បងប្អូនណាបាទគ្រីសទាំង3បានវាឲ្យយើងនិចទៅមុខទៀតបងប្អូនបាទធ្វើតាមខ្ញុំអញ្ចឹងទៅបងប្អូនណាបាទយើង accept នេះទៅមុខទៅបាទកន្លែងនេះគេឲ្យយើង connect Wi-Fi បងប្អូនណាបាទ connect Wi-Fi បានវាឲ្យយើងទៅទៀតបងប្អូនណាបាទបើអត់ connect Wi-Fi ទេយើងចុចទៅមុខអត់ទៅទេយើងចុច skip អត់ទៅបងប្អូនណាបាទខ្ញុំព្យាយាម skip ចុចរំលង 2-3 ដងក៏អត់ឲ្យទៅដែរអត់ឲ្យទៅបងប្អូនណាបាទអញ្ចឹងយើងចូល Wi-Fi បងប្អូនណាបាទចូល Wi-Fi ទៅបានវាឲ្យយើងទៅមុខទៀតបងប្អូនណាបាទអញ្ចឹងយើងចុច next ទៅមុខទៅបងប្អូនណាបាទចុច next ទៅអញ្ចឹងយើងចូល Wi-Fi បានហើយអញ្ចឹងយើងចុច next ទៅបងប្អូនណាបាទចុចទៅមុខទៀតទៅបាទចុចនេះបងប្អូនណាបាទហ្នឹងហើយអញ្ចឹងវាដល់កន្លែងនេះគឺមកដំណាក់កាលទៅមកដំណាក់កាលបងប្អូនចុចតាមខ្ញុំណាបាទអានេះ Don copy បងប្អូនណាបាទយើងមិន copy បងប្អូនសំខាន់យើងចូលទៅដល់កម្មវិធីសិនចាយើងដាក់អីតាមក្រោយអញ្ចឹងណាបាទយើងចុច Don copy ប៉ុណ្ណឹងតោះមកយើងចុចទៅមុខទៅទៀតបាទឥឡូវយើង skip ចោលណាបាទយើងចុច skip ចោលហើយនេះបាទឡើងពេញ Gmail ពេញអីដាក់ Gmail ដើម្បី download ដាក់ Play Store download នៅចាំយើងពេលក្រោយបងប្អូនណាបាទកន្លែងនេះយើងនិចទៅមុខហូបបងប្អូនណាបាទចុច accept ទៅបាទចុច accept ទៅបាទតែនេះគឺយើង skip ទៅកន្លែងយើងដាក់លេខកូដបងប្អូនអត់អីកន្លែងនេះបាទ
កន្លែងនេះគឺយើងដោះគ្រីសចេញអត់ទៅនេះវា download ចឹងតែវា download ទាំងអស់វាធ្វើឲ្យម៉ាស៊ីនយើងដើរយឺតណាបាទអញ្ចឹងយើងចុច download យើងចុចដោះប្រអប់ទាំងអស់ដើម្បីថ្ងៃណាមួយយើងចង់ប្រើកម្មវិធីណាយើងចូល download ម្ដងមួយចឹងណាបាទឥឡូវនេះយើង skip ចោលបងប្អូនណាបាទកន្លែងនេះវាទ្រង់ទ្រាយយើងចុចដូចប៊ូតុង3ចឹងមកណាបាទយើងយកខាងស្ដាំនោះវាអត់មានប៊ូតុងក្រោមទេចឹងបើខាងឆ្វេងមានប៊ូតុង3ចឹងថយប៊ូតុងក្រៅប៊ូតុងអីចឹងណាកន្លែងនេះគឺយើង skip ចោលបងប្អូនណាបាទកម្មវិធីខ្លះយើងអត់ប្រើផងចឹងយើង download auto វាធ្វើឲ្យម៉ាស៊ីនយើងដើរយឺតវាពេញ space អត់ប្រយោជន៍ហើយយើងចុច skip ចុចអីចឹងទៅបងប្អូនណាបាទអញ្ចឹងយើងជោគជ័យបងប្អូនណាបាទហ្នឹងហើយឃើញទេបាទអញ្ចឹងបងប្អូនមើលវីដេអូនេះហើយគឺបងប្អូនមានចំណេះដឹងខាងទូរស័ព្ទសម្រាប់ដោះទាល់ពេលណាមួយជាប់លេខកូដខ្លួនឯងចឹងណាឬក៏មានបងប្អូនជាប់លេខកូដអីចឹងទៅបងប្អូនអាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបានបាទអញ្ចឹងជាក្រោយសូមអរគុណបងប្អូនដែលចំណាយពេលវេលាមានតម្លៃមើលវីដេអូខ្ញុំពីដើមដល់ចប់បងប្អូនបាទជាក្រោយសូមបងប្អូនចុច Subscribe និង Like Channel របស់ខ្ញុំផងដើម្បីទទួលបានព័ត៌មានថ្មីពេលក្រោយទៀតពេលខ្ញុំផុសពេលក្រោយចឹងបងប្អូនបាទអញ្ចឹងសូមអរគុណសូមជម្រាបលា